ខ្ញុំនឹមបងប្អូនទាំងអស់គ្នាទៅមើលការងារដល់សែនពិបាកដែលឃើញឲ្យបងប្អូនស្រក់ទឹកភ្នែកសំណោះខ្ញុំការងារដែលខ្ញុំអត់ដែលបង្ហាញថាវាពិបាកប៉ុណ្ណាសម្រាប់ខ្ញុំអូការងារពិបាកណាស់បងប្អូនអើយខ្ញុំមិនដែលហ៊ានប្រាប់ហ្វេនទេខ្លាចហ្វេនស្រក់ទឹកភ្នែកសំណោះចាគឺជាការបង្ហាញពីសមត្ថភាពនិងមុខកាមេរ៉ាពិតជាក់ស្ដែងតែមកហើយចាសម្ដែងទេមានចូលគ្រឿងសម្ដែងណាមីគនីចាបើសិនជាអត់កាមេរ៉ាវីដេអូស្មារតីទៅគោនិយាយត្រង់ខ្ញុំបារម្ភមកបងប្អូននៅពេលដែលខ្ញុំផុសវីដេអូសកម្មភាពបែបនេះហើយខ្ញុំខ្លាចតែធ្វើអត់ទាន់អតិថិជនប្រើប្រាស់ខ្ញុំនិយាយត្រង់ចាបានថារាល់ដងខ្ញុំអត់ដែលសូវថតបង្ហាញថតបង្ហោះនៅតែធ្វើមិនទឿនចាស់ទន្ទឹមនឹងខ្ញុំមកថតបង្ហាញបែបនេះហើយអ្វីដែលសំខាន់ថ្ងៃនេះគឺចែយូរ៉ាមកបង្ហាញឲ្យហ្វេនចាហ្វេនចែយូរ៉ាទាំងអស់គឺឃើញពីសិប្បកម្មចែយូរ៉ាផ្ទាល់មកខ្ញុំអត់ដែលចង់ថតបង្ហោះជាសកម្មភាពសិប្បកម្មការផលិតការវេចខ្ចប់ជាមួយនឹងស្ក្រាប់ធម្មជាតិប្រេងប្រទាលសង្វាររបស់ខ្ញុំទេខ្ញុំប្រាប់បងប្អូនត្រង់ដោយសារខ្ញុំខ្លាចបងប្អូនមួយចំនួនគិតមានការស្អប់ខ្ញុំថាខ្ញុំអួតខ្ញុំបង្ហាញចឹងណាតែឥឡូវគឺបងប្អូនយើងមួយចំនួនធំគឺយល់គឺពេញចិត្តពេញថ្លើមក៏ដូចជាមានមោទនភាពចំពោះខ្ញុំខ្លាំងមែនទែនហើយក្នុងវីដេអូនេះដែរគឺចង់បង្ហាញឲ្យអ្នកខាងដែលគេស្អប់យើងនោះឲ្យគេឃើញថាខ្មែរយើងអត់អន់ទេមិនបាច់សើចចំអកមិនបាច់ថាខ្មែរធ្វើអត់បានទេខ្មែរក៏ធ្វើបានដែរកុំគិតថាខ្លួនឯងឆ្លាតស្រកទេគេអត់ឆ្លាតគេឆ្លាតតែមកថាពេលខ្លះគេអត់បង្ហាញតែពេលដែលគេបង្ហាញហើយត្រូវចាំថាគឺភាពឆ្លាតរបស់មនុស្សគឺមានរៀងខ្លួនហើយដែលសំខាន់គឺខ្មែរយើងអាចច្នៃរបស់វត្ថុធាតុដើមនៅក្នុងប្រទេសខ្លួនឯងធ្វើបានទេដូចជាបន្លៃស្រស់ដែលខ្ញុំទិញពីបងកសិករនៅក្នុងខេត្តឧត្តរមានជ័យក៏ដូចជាខេត្តផ្សេងដែលមកខ្ញុំរោទិញដឹកមកឲ្យខ្ញុំដល់កន្លែងដើម្បីធ្វើការចិត្តហាលសម្ងួតហាលឲ្យស្ងួតដើម្បីចម្រាញ់ចេញជាស្ក្រាប់ធម្មជាតិបូកប្រេងប្រទាលសង្វារក៏ដូចជាស្ក្រាប់ជាច្រើនមុខដែលផ្សំឡើងចម្រាញ់ចេញពីវត្ថុធាតុដើមដែលខ្មែរយើងមានក្នុងទឹកដីខ្មែរផ្ទាល់ដែលរហូតមកដល់ពេលនេះសន្ទុះនៃការគ្រប់គ្រងទីផ្សារផលិតផលយូរ៉ាអ៊ីនវ៉ាគឺស្ទុះខ្លាំងមែនទែនបងប្អូនពីសំណាក់អតិថិជនដ៏ច្រើននៅក្នុងស្រុកខ្មែរដែលបង្កើតឡើងដោយសិប្បកម្មនេះដែលជាឈ្មោះសិប្បកម្មរបស់ខ្ញុំផ្ទាល់ហើយអំឡុងពេលម្សិលមិញនេះគឺជាសកម្មភាពដែលខ្ញុំចោះទៅពិភាក្សាជាមួយប្អូនខ្ញុំដើម្បីពង្រីកសិប្បកម្មឲ្យកាន់តែធំដើម្បីធ្វើការបង្កើតសក្រាប់ផលិតជាមួយនឹងប្រេងប្រទាលសង្វារឈុតសក្រាប់ជាច្រើនមុខដែលចម្រាញ់ដូចខ្ញុំនិយាយដែរពីធម្មជាតិខ្មែរយើងដូចជាគ្រាប់កាហ្វេដូចជាប្រេងប្រទាលដែលផ្សំឡើងពីប្រេងដូងបូករួមជាមួយនឹងពន្លៃដែលផ្សំឡើងពីពន្លៃខ្មែរយើងល្មៀតដែលអាចចម្រាញ់ធ្វើជាស្ក្រាប់ជូនដល់បង CEO ដែលចង់ចាប់ដៃគូសហការជាមួយនឹងសិប្បកម្មរបស់ខ្ញុំពេលដែលសិប្បកម្មខ្ញុំពេលនេះកាន់តែរីកចម្រើនបងក៏មានការងារធ្វើក្នុងស្រុកអ៊ំពូមីងអ្នកស្រុកភូមិខ្ញុំដែលអត់ការងារគឺខ្ញុំយកចូលធ្វើច្រើនណាស់ក្នុងសិប្បកម្មរបស់ខ្ញុំសម្រាប់បង CEO ក្នុងស្រុកខ្មែរដែលចង់ចាប់ដៃគូសហការផលិតស្ក្រាប់ចេញពីខ្ញុំបងមិនបាច់បារម្ភទេទាំងស្តង់ដារទាំងច្បាប់គឺខ្ញុំមានមកសັບជូនដោយមិនបាច់ភ័យមិនបាច់ហានិភ័យចំពោះស្តង់ដារសិប្បកម្មរបស់ខ្ញុំគឺខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទេអ្វីដែលសំខាន់ដែលជាទីទុកចិត្តជូនអតិថិជនក៏ដូចជាបងប្អូនមើលតែសាច់ស្ក្រាបមើលតែគុណភាពផលិតផលក្រុមហ៊ុនខ្ញុំទៅដេញហើយថាល្អកម្រិតណាបើអត់ល្អគុណភាពសាច់ស្ក្រាបប្រេងប្រទាលអប់មុខគឺអត់អាចឈរលើទីផ្សារមកដល់ចំណុចនេះទេគឺអត់អាចធ្វើឲ្យខ្ញុំជោគជ័យបានទេបើខ្ញុំលក់ផលិតផលដែលអត់មកជីវិតរបស់ខ្ញុំភាពស្មោះត្រង់កិត្តិយសរបស់ខ្ញុំគឺសំខាន់បំផុតដូច្នេះខ្ញុំអាចបកប្រាស់គេត្រឹមតែរយៈពេលខ្លីអាប់អូនគេឈ្មោះមកជីវិតទេភាពជោគជ័យរបស់ខ្ញុំគឺកើតឡើងពីភាពស្មោះត្រង់ការនិយាយស្ដីពិតភាពស្មោះត្រង់ជាមួយមនុស្សជុំវិញខ្លួន